ជំរាបសួរពុកម៉ែបងប្អូនអតិថិជននៅក្នុងបណ្ដាញសង្គម YouTube ជួបគ្នាសារជាថ្មីទៀតហើយជួបនឹងម៉ាស៊ីនផលិតទឹកសុទ្ធវីដេអូអាចប្រហែលនេះខ្ញុំចេញម៉ាស៊ីនផលិតទឹកសុទ្ធរៀងច្រើនតិចទេបងប្អូនចូលលក្ខណៈថាច្រើនវីដេអូដែរវាជាស៊េរីដើម្បីបងប្អូនងាយស្រួល search មើលចាកុំឲ្យពិបាកចាអូអាណាខ្នាត100លីត្រមាន150លីត្រ200លីត្រ300លីត្រ500លីត្របងប្អូនអាចមើលចាមួយតាមនឹងថាអូតម្លៃវាប្រហែលចាហើយក្នុងឈុតដែលទទួលបានហ្នឹងគឺមានអីគេខ្លះអញ្ចឹងទៅគឺដើម្បីភាពងាយស្រួលដល់អតិថិជនផងដែរចាអញ្ចឹងសម្រាប់ឈុតមួយនេះគឺផ្លែកបន្តិចថែមទៀតហើយខុសពីឈុតមុនចាអាមួយមុនហ្នឹងគឺយើងមានជាប្រភេទលក្ខណៈថាធុងស្មាច់ចាចាប់ទៅយក PVC ហើយមានជាក្បាលអូតូអីចឹងទៅតែនេះគឺក្បាល manual ធម្មតាប៉ុន្តែក្រោយនេះជាប្រភេទ inox បងប្អូនចា inox 304សាច់ក្រៅចឹងទៅចាអញ្ចឹងសម្រាប់ម៉ាស៊ីនផលិតទឹកសុទ្ធនេះបងដែលគាត់នៅតាមបណ្ដារោងចក្រសហគ្រាសមន្ទីរពេទ្យសាលារៀនដែលគាត់កំពុងតែជួបបញ្ហាការចំណាយច្រើនបុគ្គលិកចាអាចរហូតដល់3ទៅ400ដុល្លារឬក៏បងចង់បើកអាជីវកម្មអានេះតម្លៃ3000ជាងហ្នឹងបងយកទៅហ្នឹងគឺអាចផ្គត់ផ្គង់បុគ្គលិកយកទៅបើកអាជីវកម្មប្រភេទបដងធំបានតែបើសិនជាបងត្រូវការបដងទូចគឺត្រូវមានក្បាលលៀងក្បាលច្រកអាហ្នឹងក៏យើងមានផងដែរបងប្អូនណាចាអញ្ចឹងនៅក្នុងតម្លៃ3000ជាងហ្នឹងបងទទួលបានអីគេខ្លះគឺឈុតចាប់ជាសំណុំបែបនេះបងត្រៀមតែស្តែននេះស្តែនបងអាចជ្រើសរើស3000 5000 10000ចាជាប្រភេទជ័រចា PE ពណ៌ខៀវឬក៏ម៉ាបឬក៏ inox អីចឹងទៅអាស្រ័យនឹងកញ្ចប់លុយក៏ដូចជាការលក្ខណៈថាជ្រើសរើសបងប្អូនជាស្ដែងទេមួយណាដែលវាល្អជាងអញ្ចឹងណាបងប្អូនចាហើយបន្តមកទៀតគឺយើងមាននេះបងប្អូនឃើញទេម៉ូទ័រនេះយើងហៅថា booster pump ដែលតួនាទីរបស់វាបឺតពី stand stock ទឹកដើមចូលទៅធុងចម្រោះ inox 3ហ្នឹងហើយ capacity គឺយើងជ្រើសរើសយកមួយសេស 0.75 kW ចាចូលដល់ធុងចម្រោះ inox 3នេះគឺប្រភេទក្បាល manual ចាក្បាលជាទូទៅបងប្អូនអាសាសង្កេតឃើញមានអាក្បាល2នេះគឺលក្ខណៈថាមានចង្អុយចេញមកខ្លួនឯង2ចង្អុយមកមួយអញ្ចឹងមាន2ធុងអញ្ចឹងទៅដល់ពេលនេះគឺក្បាលលក្ខណៈដូចកង់ឡានអញ្ចឹងបងប្អូនអាហ្នឹងគឺយើងហៅថាក្បាល resin តម្រងខាងក្នុងគឺយើងដាក់ទៅតាមប្រភេទទឹកក៏ដូចជាបញ្ហាទឹកដើមរបស់បងប្អូនអាចជាអន្តរសាយចំពោះធុងទី1អាចជាម៉ង់កណេសចំពោះធុងទី1តែទី2ចាំបាច់យើងត្រូវប្រើពពួកកាបូនឃ្យូងសកម្មដើម្បីដកនៅពពួកក្លិនខ្ល organic color ដែលមាននៅក្នុងទឹកហើយទី3នេះចាំបាច់ចាគឺចាំបាច់ everything គ្រប់យ៉ាងគឺចាំបាច់ទាំងអស់បងប្អូនគឺ resin មិនទន់ទឹកចាយក exchange resin ដែលតួនាទីរបស់វាដកនៅពពួក hardness កបោយក calcium magnesium ចាវាជួយបន្ទន់ហើយវាជួយការពារបដូរ AO ឲ្យឆាប់ស្ទះចាអាចថាវីដេអូខ្លះបងប្អូនឃើញខ្ញុំបានបង្ហាញបញ្ជាក់តាក់ទងនឹងបញ្ហាដែលកើតឡើងដោយបដូរ AO ហើយអញ្ចឹងហើយបានជាការរៀបចំការ design គឺយើងត្រូវដាក់ជាកលៈឲ្យវាត្រូវតាមស្តង់ដារអញ្ចឹងបងប្អូនចាអញ្ចឹងចេញពីធុង inox 3យើងចូលដល់បំពង់សលៃ micro filter 20 អ៊ីងដែលតួនាទីរបស់វានេះគឺនេះសម្រាប់ដកនៅកកដីកំតិចកំទីចាហើយសលៃនេះបងប្អូនអាចជ្រើសបាន5មីក្រូងឬក៏1មីក្រូងអីចឹងទៅចាហើយទៅយកចិញ្ចោលរបស់វាគឺយើងដាក់27ដើម្បីឲ្យ flow ទឹកហ្នឹងចេញមកវារៀងធំតិចចឹងបងប្អូនចាចេញពីហ្នឹងមកគឺយើងមាន motor មួយទៀត motor នេះខុសពី motor ដំបូងគេហៅថា high pressure pump capacity របស់វាហ្នឹងគឺ 1.1 kW វាស្មើនឹងមួយសេសកន្លះបងប្អូនគឺវាមានតួនាទី boost ចា boost ហើយគឺវារុញចាទឹកហ្នឹងឲ្យឆ្លងកាត់បដូរ AO មួយនេះចា inox 2ហ្នឹងគឺជាតួឯកសំខាន់ហើយនៅក្នុងការបន្សុទ្ធទឹកណាចា AO ពាក្យពេញរបស់វា reverse osmosis រុញច្រាស់តូច1លើ10000មីក្រូងលក្ខណៈនៃការបន្សុទ្ធរបស់វាមានទឹកញែកចោលតួនាទីរបស់វាមានពីរសំខាន់ទី1គឺដកនៅពពួក mineral អញ្ចឹងនៅក្នុង mineral មិនថាពពួកដែកពួក hardness calcium magnesium potassium ឬក៏ពួក alkalinity ទឹកប្រៃអីផ្សេងពួកលោហៈធ្ងន់ arsenic គឺវាបន្សុទ្ធបានភាគរយនៃការបន្សុទ្ធធំជាង95ទៅ99%សំបីតែពពួកមេរោគបាក់តេរីក៏វាបន្សុទ្ធបានផងដែរចាហើយភាគរយគឺដូចគ្នាបងប្អូនទឹកចេញមកគឺសុវត្ថិភាពនៅក្នុងការញ៉ាំទទួលទានទឹកប្រៃលែងប្រៃទឹកភ្លាវលែងព្រាវជាចុងក្រោយក៏មាន UV មួយទៀតដែរជាប្រភេទ UV 55 វ៉ាត់ ultraviolet ណាបងប្អូនចាជាអំពូលអានោះខៀវសម្រាប់ចុងក្រោយនៅពពួកបាក់តេរីចាទឹកដែលចេញមកគឺលក្ខណៈថាដូចខ្ញុំជម្រាបជូនគឺបងប្អូនអាចយកទៅបើកអាជីវកម្មបានទូភ្លើងគឺមានលក្ខណៈស្តង់ដារខ្ពស់ហើយក៏មានជាប្រភេទ flow meter របស់ទឹកស្អាតជាមួយនឹង reject water ចាទឹកអក្រិចជាមួយនឹងនាឡិកាសម្ពាធផងដែរចាហើយនៅក្នុងវីដេអូនេះបើសិនជាបងឃើញនៅក្នុងខែមិថុនាស្របពេលដែលខាងយើងកំពុងតែមាន promotion mid year sale promotion ពាក់កណ្ដាលឆ្នាំចាគឺយើងមានការថែមជូនឧបករណ៍តេស្តចំពោះម៉ាស៊ីនផលិតទឹកសុទ្ធហ្នឹងគឺចំនួន1ដែលជាប្រភេទ 5 in 1បើនិយាយពីតម្លៃរបស់ម៉ាស៊ីននេះគឺស្មើនឹង$35តែបងប្អូនទិញម៉ាស៊ីននេះបងប្អូននឹងទទួលបានហ្វ្រីចាដោយឥតគិតថ្លៃតែម្ដងដែលបងប្អូនអាចតេស្តគុណភាពទឹកបានដឹងភ្លាមអាចយកទៅតាមខ្លួនហើយការតេស្តគឺមានលក្ខណៈងាយស្រួលគ្រាន់តែបើកអនមកគឺបងចលក់នៅក្នុង sample ទឹកណាមួយ
ដែលបងប្អូនចង់ដឹងចាដើម្បីយើងប្រៀបធៀបថាតើទឹកមុននឹងចូលម៉ាស៊ីនផលិតទឹកសុទ្ធហើយចេញមកវិញហ្នឹងគឺគុណភាពទឹកវាបែបណាចំពោះលើប៉ារ៉ាម៉ែត្រ pH TDS ចា alkalinity ចាពពុះconductivity ឬក៏អីចឹងទៅបន្ថែមពីលើការថែមជូនឧបករណ៍តេស្តដែលមានតម្លៃ35នេះគឺយើងមានថែមសលៃចាមិនមែនម្ដងទេណាបងប្អូនគឺមួយកេសស្មើនឹង25ដើមតម្លៃ70រៀលជាងបូកសរុបទៅគឺ$100ជាងគឺចំណេញខ្លាំងមែនតើបងប្អូនខ្ញុំជំរាបហើយជំរាបទៀតគឺយើងមានការថែមជូនតែនៅក្នុងខែមិថុនាឆ្នាំ2026ខ្ញុំបញ្ជាក់បែបនេះដោយសារវីដេអូនេះគឺខ្ញុំអត់លុបទេនៅក្នុង YouTube ចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ត្រូវការចង់ដឹងព័ត៌មានបន្ថែមអាចឆាតមកចាលេខ Telegram 09966499ឬក៏ឆាតចូល page ដែលមានឈ្មោះដូច Channel YouTube Betim Water Engineering ឬក៏ comment លេខ Telegram បងប្អូននៅខាងក្រោមវីដេអូ YouTube ក្រុមការងារចានឹងតាក់ទងទៅបងចាអរគុណច្រើនពុកម៉ែបងប្អូនដែលតែងតែតាមដានកុំភ្លេចជួយ Subscribe Channel YouTube ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានក៏ដូចជាវីដេអូថ្មីៗតាក់ទងនឹងការច្រោះនិងបន្សុទ្ធទឹកចាជូនពរពុកម៉ែបងប្អូនរកស៊ីទទួលទានមានបានធ្វើដំណើរទៅទីជិតឆ្ងាយសូមឲ្យទទួលបានតែសុខសុវត្ថិភាពអរគុណជម្រាបលា